សូមជម្រាបសួរក្នុងពេលកន្លងមកយើងបានសិក្សាជាមួយគ្នារួចមកហើយអំពីសមត្ថភាពអានការអភិវឌ្ឍការគិតទម្លាប់គណិតវិទ្យាជាដើមនៅក្នុងវីដេអូនេះយើងនឹងបញ្ចប់វគ្គនេះដោយនិយាយគ្នាអំពីកម្លាំងជំរុញនៅពីខាងក្រោយការសិក្សាទាំងអស់និងគន្លឹះក្នុងការកំណត់អនាគតរបស់កុមារតាមរយៈវិធីសាស្ត្រលើកទឹកចិត្តនិងការស្វែងរកទេពកោសល្យរបស់កុមារមានឪពុកម្ដាយជាច្រើនតែងគិតថាទេពកោសល្យត្រឹមតែជាភាពឆ្លាតវៃឬជំនាញសិល្បៈដែលពិសេសតែប៉ុណ្ណោះប៉ុន្តែទេពកោសល្យពិតប្រាកដនោះគឺការដែលកុមាររៀនបានងាយស្រួលជាងអ្នកដទៃឬជាការដែលកុមារចងចាំអ្វីមួយមិនគិតថាពេលវេលាកន្លងទៅយូរប៉ុណ្ណានោះឡើយសូមក្លាយជាអ្នកសង្កេតដ៏កក់ក្ដៅដែលស្វែងរកឃើញនៅអត្តសញ្ញាណតែមួយគត់ដែលកូនរបស់លោកអ្នកមានបើយោងតាមទ្រឹស្ដីរបស់លោក Gardner ថាមនុស្សមានបញ្ញា8យ៉ាងមិនមែនដោយសារតែពិន្ទុភាសាខ្មែរនិងគណិតវិទ្យាទើបមានន័យថាកុមារខ្វះខាតនៅទេពកោសល្យនោះទេការដែលពូកែខាងកីឡាការរាប់អានមិត្តភ័ក្តិនិងការយល់ច្បាស់អំពីចិត្តរបស់មិត្តភ័ក្តិឬមានចំណាប់អារម្មណ៍លើរុក្ខជាតិនិងសត្វទាំងនេះសុទ្ធតែជាទេពកោសល្យដ៏អស្ចារ្យទាំងអស់ប្រសិនបើលោកអ្នកយល់ឃើញថានៅម៉ោងទំនេរភាគច្រើនកុមារគាត់ផ្ដោតទៅលើអ្វីមួយនោះយើងនឹងមើលឃើញពីចំណុចខ្លាំងរបស់កុមារយើងនឹងស្វែងយល់ពីទ្រឹស្ដីនៃប្រាជ្ញារបស់លោក Gardner ឲ្យកាន់តែលម្អិតថែមទៀតនៅក្នុងវគ្គបន្ទាប់សូមកុំខកខានក្នុងការចាប់យកឱកាសល្អដែលកុមារបង្ហាញទេពកោសល្យលោកអ្នកត្រូវតែសម្លឹងមើលឃើញឡើងវិញម្ដងហើយម្ដងទៀតប្រសិនបើកុមារនិយាយច្រើនពេករហូតដល់ហត់នោះលោកអ្នកគួរតែគិតថាគឺជាទេពកោសល្យផ្នែកភាសាហើយនឹងបើគំនិតរបស់កុមាររៀងចម្លែកនោះសូមគិតថានេះគឺជាភាពច្នៃប្រឌិតសូមសរសេរចំណុចពិសេសទាំងនេះចូលទៅក្នុងកំណត់ហេតុឬកំណត់ត្រាសង្កេតរបស់លោកអ្នកឯកសារដែលសំខាន់បំផុតសម្រាប់ការស្វែងយល់ធម្មជាតិរបស់កុមារនោះមិនមែនជាការលំអៀងឬគំនិតរើសអើងរបស់ឪពុកម្ដាយនោះទេក្របពូជនៃទេពកោសល្យគឺត្រូវការដីដែលធំទូលាយដើម្បីដុះជាពន្លកសូមផ្ដល់ឱកាសឲ្យកុមារទទួលបាននូវបទពិសោធន៍ក្នុងការងារផ្សេងៗធ្វើលំហាត់ប្រាណការចម្អិនអាហារនិងការអ៊ុតក្រដាសជាដើមជាជាងការស្ដីបន្ទោសឲ្យកុមារចំពោះការងាយឬការបោះបង់ចោលឬគ្មាននៅការខិតខំប្រឹងប្រែងប៉ុន្តែសូមទទួលស្គាល់ពីដំណើរការដែលកុមារស្វែងរកនៅអ្វីដែលត្រូវជាមួយនឹងខ្លួនរបស់ពួកគាត់វិញការស្វែងរកសុភមង្គលគឺសំខាន់ជាជាងការធ្វើអ្វីដែលខ្លួនពូកែទៅទៀតជាជាងផ្ដោតទៅលើតែលទ្ធផលដូចជាកូនធ្វើបានល្អណាស់ប៉ុន្តែសូមសរសើរកូនរបស់លោកអ្នកពីលើការខិតខំប្រឹងប្រែងនិងគំនិតជាក់លាក់ដែលពួកគេបានបញ្ចេញឲ្យឃើញវិញនៅពេលដែលឪពុកម្ដាយជឿជាក់យ៉ាងមុតមាំពិសេសរបស់កូននោះកុមារនឹងទទួលបាននូវភាពក្លាហាននៅក្នុងការបញ្ចេញសក្តានុពលរបស់ពួកគេនៅក្នុងពិភពលោកបានការរកឃើញទេពកោសល្យមិនទាន់ចប់នោះទេដើម្បីឲ្យវាคล้ายទៅជាជំនាញរបស់កុមារត្រូវតែបង្កើតទម្លាប់នៃការខិតខំប្រឹងប្រែងការបង្កើតគោលដៅតូចៗហើយអនុវត្តវាសូមបង្រៀនកុមារឲ្យមានភាពអត់ធ្មត់ដើម្បីឆ្ពោះទៅរកគោលដៅដែលដើរឆ្លងកាត់នៅក្នុងដំណើរការដ៏ធុញទ្រាន់មួយនេះយើងត្រូវតែជួយគ្រប់គ្រងឲ្យកុមារពង្រីកនៅទេពកោសល្យរបស់ពួកគេដោយភ្ជាប់ពួកគេជាមួយនឹងឧបករណ៍សមស្របឬជំនួយរបស់អ្នកជំនាញរកឃើញយើងអាចប្រើប្រាស់វាបាននៅក្នុងការរៀនសូត្របានផងដែរប្រសិនបើកុមារពូកែគូសរូបសូមព្យាយាមឲ្យពួកគេសង្ខេបគោលការណ៍វិទ្យាសាស្ត្រនៅក្នុងគំនូរទំនុកចិត្តថាខ្ញុំអាចធ្វើវាបានដែលទទួលបានពីខាងក្នុងវាអាចជួយឲ្យកុមាររីកចម្រើនបន្ថែមទៀតដោយធម្មជាតិនៅក្នុងការផ្ទេរទៅរកការសិក្សាផ្សេងទៀតនិងជីវិតរស់នៅក្នុងសាលារៀនរបស់កុមារវាមិនអីទេទោះជាទេពកោសល្យរបស់កូនរបស់លោកអ្នកមិនទាន់បង្ហាញចេញមកភ្លាមៗក៏ដោយសារតែទេពកោសល្យវាលូតលាស់យឺតដូចជាការឡើងកាំជណ្ដើរអញ្ចឹងដែរការសម្លឹងមើលនិងការគ្រប់គ្រងដ៏កក់ក្ដៅរបស់ឪពុកម្ដាយគឺជាទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតដែលកូនពេញចិត្តពេញមួយជីវិតរបស់ពួកគេខ្ញុំសង្ឃឹមថាលោកអ្នកនឹងក្លាយទៅជាអ្នកគ្រប់គ្រងទី1ដែលខ្លាំងហើយរឹងមាំជាទីបំផុតនៅក្នុងជីវិតកូនរបស់លោកអ្នក
នៅថ្ងៃនេះយើងបានបញ្ចប់វគ្គទី3នៃការសិក្សាមូលដ្ឋានរួចហើយសូមអរគុណដល់ឪពុកម្ដាយដែលបានចូលរួមជាមួយនឹងយើងខ្ញុំនៅវីដេអូក្រោយយើងនឹងត្រឡប់មកជាមួយគ្នានៅវគ្គសិក្សាថ្មីអំពីសុខភាពរាងកាយនិងសុខភាពផ្លូវចិត្តនៅក្នុងវីដេអូដំបូងនោះដែរយើងនឹងរៀនអំពីអាហារូបត្ថម្ភដែលមានតុល្យភាពដើម្បីជួយដល់ការលូតលាស់របស់កូនរបស់យើងសូមរងចាំនៅវគ្គបន្ទាប់សូមអរគុណ